ការដែលយើងជញ្ជក់កគ្នាទៅវិញទៅមកនឹងអាចបណ្ដាលឲ្យយើងស្លាប់បានបើស្ដាប់មើលទៅវាជារឿងសាមញ្ញហើយវាជារឿងដែលមនុស្សគ្រប់គ្នាគេធ្វើឲ្យមែនទេជាពិសេសគឺក្មេងៗតែម្ដងដែលគាត់ធ្វើក្នុងនាមគាត់គឺជាសង្សារជាមួយនឹងគ្នាក៏ប៉ុន្តែហេតុដែលបានជាទៅជាកំហុសគ្រាន់តែយើងថើបជញ្ជក់គ្នាឬក៏ផ្ដល់ក្តីស្រឡាញ់ឲ្យគ្នានឹងហេតុដែលបានជាយើងត្រូវជួបផលអាក្រក់ទាំងអស់នេះវិញហើយចំពោះរឿងរ៉ាវមួយនេះគឺខ្ញុំនឹងលើកឧទាហរណ៍អំពីរឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ដែលគាត់គឺជាសង្សារនឹងគ្នាហើយគាត់បានបឺតជញ្ជក់គ្នានឹងឯងហើយបណ្ដាលឲ្យក្មេងប្រុសអាយុ17ឆ្នាំបានស្លាប់បន្ទាប់ពីមិត្តស្រីរបស់គាត់បានបឺតជញ្ជក់នៅលើកញ្ចឹងករបស់គាត់ហើយចំពោះរឿងរ៉ាវមួយនេះគឺបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលគ្រួសាររបស់ក្មេងប្រុសអាយុ17ឆ្នាំមកពីប្រទេសមិចស៊ីកូហ្នឹងគឺបានឃើញទស្សនវិជ្ជានៃការប្រកែករបស់ក្មេងប្រុសអាយុ17ឆ្នាំនៅលើកៅអីតែម្ដងក្នុងកំឡុងពេលនៃការញ៉ាំអាហារពេលល្ងាចហើយចំពោះរឿងរ៉ាវមួយនេះប្រពន្ធផ្សព្វផ្សាយរបស់ប្រទេសមិចស៊ីកូបាននិយាយថាមិត្តស្រីរបស់ក្មេងប្រុសម្នាក់នេះបានថើបក៏ដូចជាជញ្ជក់នៅលើកញ្ចឹងករបស់គាត់តែម្ដងហើយចំពោះការថើបជញ្ជក់នេះត្រូវបានគេសង្ស័យថាមានឈាមកកនៅក្នុងសរសៃការ៉ាត់ដែលវាជាសរសៃឈាមមួយដែលរត់ទៅកាន់ខួរក្បាលក្មេងប្រុសម្នាក់នឹងតែម្ដងអញ្ចឹងបានគេសន្មតថាវាជាការដាច់សរសៃឈាមខួរក្បាលដែលធ្វើឲ្យក្មេងប្រុសម្នាក់នឹងគឺស្លាប់ភ្លាមៗតែម្ដងហើយចំពោះករណីនៃការថើបជញ្ជក់នៅលើកញ្ចឹងកនេះក៏វាមិនមែនជាលើកទី1ដែរនៅក្នុងឆ្នាំ2011គឺមានស្ត្រីអាយុ44ឆ្នាំម្នាក់នៅក្នុងប្រទេសនូវែលសេឡង់គាត់ត្រូវបានពិការដៃម្ខាងបន្ទាប់ពីការគាំងបេះដូងដែលបណ្ដាលមកពីការថើបជញ្ជក់លើកញ្ចឹងកនឹងតែម្ដងហើយនៅពេលនេះគាត់ក៏បានជាសះស្បើយអំពីបញ្ហានៃជំងឺរបស់គាត់ហើយដែរអញ្ចឹង in short មកវិញនៅក្នុងវីដេអូមួយនេះខ្ញុំគិតថាវាជារឿងរ៉ាវមួយដែលបងប្អូនគ្នាគួរតែស្ដាប់ហើយចែករំលែកទៅកាន់គូដៃរបស់យើងថាមិនមែនយើងមិនស្រឡាញ់ឬក៏ផ្ដល់អ្វីដែលគាត់ចង់បានទេក៏ប៉ុន្តែបើសិនជាអាចបានគឺប្រាប់គាត់ថងទៅវាអាចនឹងមានបញ្ហាមួយចំនួនចែកនេះគឺជាអ្វីដែលខ្ញុំបានចែកចាយនៅក្នុងវីដេអូមួយនេះហើយសង្ឃឹមថាបងប្អូនគ្នានឹងទទួលបានចំណេះដឹងថ្មីអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយកុំភ្លេចជួយ like and follow ឲ្យខ្ញុំម្នាក់មួយផងហើយសម្រាប់បងប្អូនដែលចង់បានទឹកមេប៉ោមស្ករមុង fruit ឬក៏ផលិតផលដែលមកពីសហរដ្ឋអាមេរិកអាច check នៅក្នុង page របស់ខ្ញុំ